Thì xưa này đó cái nàyថ្ងៃនេះខ្ញុំធ្វើដំណើរពីភ្នំពេញដើម្បីទៅប្រពន្ធហើយថ្ងៃនេះយើងធ្វើដំណើរទៅស្រុកទឹកឈូដើម្បីទៅទិញតរ៉េនយកទៅផ្ទះធ្វើបាយដំណើបញ៉ាំចង់ថាបាយដំណើបខ្មៅមានរសជាតិមិនតាមអ្នកគ្នាអានេះ20000អានេះ25000អាហ្នឹងមិនថងមែនអត់ចោលទេឥឡូវវាទិញត្រេនបានហើយនេះត្រេនរបស់យើងចាំໄວទៅត្រេនរបស់យើងក៏យើងបានទិញរួចរាល់ហើយខ្ញុំទៅវិញក៏ជិះតាមសេះសមុទ្រមើលទៅសភាពនៅតាមមាត់ប្រែកហើយទេសភាពនៅសេះសមុទ្រក៏មានបងមកលេងជាច្រើនហើយផ្លូវក៏ស្អាតដែរហើយឥឡូវគឺថាខ្ញុំមកដល់ស្នេហ៍អង្គរហើយទឹកដីខេត្តកែបគឺខ្ញុំជិះតាមហ្នឹងកាត់ហ្នឹងទៅទីខ្ញុំលឿនហើយទេសភាពវាពិតជាស្អាតមែនទែនស្រស់ស្រាយឥឡូវខ្ញុំមកពុះ terrain គឺខ្ញុំអត់មានជំនាញទេហើយក្បត់ឡើងប៉ុណ្ណានេះហើយបលាវារបស់វាមុតខ្លាំងមែនទែនហើយមុតឈឺអញ្ចឹងហើយខ្ញុំពិបាកក្នុងការពុះមែនទែនហើយឥឡូវយើងបានហាយក្លែបហើយត្រេននឹងសាច់ច្រើនមែនទែនអ្នកទាំងអស់គ្នាហើយស្គ្របវាឡើងតូចហើយច្បល់វាស្ដើងហើយសាច់វាឆ្ងាញ់ផ្អែមល្មួតហើយមើលសកម្មភាពខ្ញុំឆ្កឹះទៅដឹងហើយគឺត្រេនហ្នឹងគឺខ្ញុំអត់ញ៉ាំទេគឺយើងដាំធ្វើបាយណាប់ញ៉ាំវិញដោយសារតែគ្នាច្រើនអញ្ចឹងហើយយើងក៏សម្រេចចិត្តថាដាំបាយដំណើបត្រេនញ៉ាំហើយយើងបានញ៉ាំគ្រប់គ្នាបើសិនជាខ្ញុំញ៉ាំឆាវអញ្ចឹងតែម្នាក់ឯងអស់ហើយនេះគឺជាបាយដំណើបត្រេនអង្គរដំណើបខ្មៅនេះបាយញ៉ាំត្រេនរបស់យើងជឿតែម្ដងជាតិខ្លាំងហ្មង